រឿងកូនជ្រូកព្រៃអស្ចារ្យនិពន្ធដោយសាទដេចគូរូបដោយឆាន់ប៉អ៊ីថ្ងៃនេះមេដំរីបានប្រកាសអំពីការប្រកួតយកពានរង្វាន់សីដក់ប្រចាំសហគមន៍វងសត្វទាំងអស់សុទ្ធតែចាប់អារម្មណ៍នឹងការប្រកួតមួយនេះពេលនោះចំបៃដែលជាកូនជ្រូកព្រៃក៏ចង់ប្រកួតនឹងគេដែរដោយសារតែចង់លេងសីដក់ខ្លាំងពេកចំបៃបានបេះផ្លែចម្ប៉ាដាក់មកហាត់ទាត់ពេលទាត់យូរទៅនាងក៏ឈឺជើងហើយបានបដូរមកទាត់ផ្លែក្រូចវិញម្ដងប៉ុន្តែនាងនៅតែមិនសប្បាយចិត្តដដែលលោកគ្រូរមាសឃើញចំបៃប្រឹងប្រែងបែបនោះគាត់ក៏ហៅនាងឲ្យចូលរួមវឹកហាត់ជាមួយក្រុមជ្រូកព្រៃចំបៃមានចិត្តស្ទាក់ស្ទើរព្រោះតែរូបរាងតូចល្អិតរបស់ខ្លួនតែនាងពិតជាចង់ចូលរួមប្រកួតសីដក់មែនមើលទៅក្រុមជ្រូកព្រៃដូចជាមិនពេញចិត្តនឹងចំបៃនោះទេព្រោះគេគិតថានាងតូចពេកជួយអ្វីមិនបានលោកគ្រូរមាសក៏សម្រេចឲ្យចំបៃចូលជាកីឡាករបម្រុងតែប៉ុណ្ណោះចំបៃបានប្រឹងប្រែងវឹកហាត់យ៉ាងយកចិត្តទុកដាក់ប៉ុន្តែនាងនៅតែមិនអាចធ្វើបានល្អដូចមិត្តរួមក្រុមដដែលក្រោយពីការវឹកហាត់ជាក្រុមចប់ចំបៃនៅបន្តហាត់ទាត់សីដក់តែម្នាក់ឯងនាងមិនបោះបង់ក្តីស្រមៃឡើយការប្រកួតកាន់តែខិតជិតមកដល់ក្រុមនីមួយខំប្រឹងវឹកហាត់យ៉ាងម៉ឺងម៉ាត់ចំបៃក៏បានលបមើលការវឹកហាត់របស់ក្រុមតោពួកគេរហ័សនឹងស្វាហាប់ពិតជាមានអំណួតមែនចំបៃក៏បានមើលសកម្មភាពវឹកហាត់របស់ក្រុមខ្លាឃ្មុំដែរពួកគេក៏ខិតខំប្រឹងប្រែងខ្លាំងណាស់ដែរក្រុមខ្លាឃ្មុំពិតជាមានកម្លាំងខ្លាំងមែនកាយវិការរបស់ពួកគេបង្ហាញពីទំនុកចិត្តក្នុងការដណ្ដើមជ័យជំនះក្នុងការប្រកួតសីដក់នេះជិតដល់ថ្ងៃប្រកួតក្រុមជ្រូកព្រៃក៏បានត្រៀមខ្លួនជាស្រេចលោកគ្រូរមាសបានផ្ដាំក្រុមជ្រូកព្រៃថាកីឡាសីដក់មិនពឹងលើកម្លាំងតែមួយមុខទេគឺត្រូវប្រើប្រាជ្ញាចេះបត់បែននិងមានការសាមគ្គីគ្នាជាធ្លុងមួយថ្ងៃដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ក្រុមសត្វទាំងអស់បានមកទស្សនាយ៉ាងច្រើនកុះករនៅជុំដំបូងក្រុមជ្រូកព្រៃត្រូវប្រកួតជាមួយក្រុមខ្លាឃ្មុំក្រុមជ្រូកព្រៃពិតជាអស្ចារ្យណាស់គឺបានយកឈ្នះទៅលើក្រុមខ្លាឃ្មុំត្រឹម15នាទីប៉ុណ្ណោះចំបៃពិតជារីករាយពេលឃើញក្រុមរបស់ខ្លួនអាចយកឈ្នះក្រុមខ្លាឃ្មុំបានគូប្រកួតជុំចុងក្រោយគឺក្រុមជ្រូកព្រៃប៉ះនឹងក្រុមស្ដេចតោកំណាចដែលបានយកឈ្នះលើក្រុមក្របីការប្រកួតវគ្គផ្ដាច់ព្រាត់នេះពិតជាស្វិតស្វាញខ្លាំងណាស់ដោយពីរប្រកួតមានឈ្នះមួយនិងចាញ់មួយដូចគ្នានៅសិតចុងក្រោយក្រុមជ្រូកព្រៃកាន់តែថមថយកម្លាំងទៅធ្វើឲ្យក្រុមតោកាន់តែមានប្រៀបពេលនោះប្រធានក្រុមតោបានស្រែកខ្លាំងថាក្រុមតោត្រូវតែឈ្នះពាននេះនឹងក្លាយជារបស់យើងគឺជាម្ចាស់ជើងឯកសីដក់ប្រចាំសហគមន៍នេះដោយសមាជិកក្រុមជ្រូកព្រៃកាន់តែថយកម្លាំងគ្រូបង្វឹករមាសបានបដូរឲ្យចំបៃចូលលេងជំនួសសមាជិកក្រុមជ្រូកព្រៃមិនមានជំរើសទេទោះជាពួកគេមិនសូវពេញចិត្តនឹងចំបៃក៏ដោយចំណែកចំបៃនាងមិនគិតអ្វីក្រៅពីរំលឹកសម្ដីរបស់លោកគ្រូហើយយល់ថាកីឡាគឺប្រើប្រាជ្ញានិងស្មារតីសាមគ្គីមុនពេលប្រកួតនិងក្នុងពេលប្រកួតនេះចំបៃមានឱកាសសង្កេតមើលគូប្រកួតយ៉ាងល្អិតអន់នាងឃើញចំណុចខ្សោយរបស់គូប្រកួតយ៉ាងច្បាស់នាងបានខ្សឹបប្រាប់សមាជិកក្រុមគ្រប់គ្នាឲ្យបានដឹងពីវិធីយកឈ្នះលើក្រុមតោកំណាចភ្លាមនោះចំបៃបានផ្លាស់ប្ដូរទម្រង់លេងធ្វើឲ្យគូប្រកួតបាក់ស្បាតតែម្ដងពិន្ទុក្រុមកូនជ្រូកព្រៃក៏ឡើងជាបន្តបន្ទាប់រហូតតាមស្មើពិន្ទុក្រុមតោកំណាចក្រុមជ្រូកព្រៃកាន់តែមានក្តីសង្ឃឹមហើយអ្នកគាំទ្រក៏កាន់តែស្រែកហូខ្លាំងឡើង
ធ្វើឲ្យក្រុមតោកំណាចស្លុតស្មារតីយ៉ាងខ្លាំងសេវាមួយគ្រាប់ចុងក្រោយរបស់ចំបៃពិតជាអស្ចារ្យធ្វើឲ្យក្រុមតោចាប់មិនជាប់ឡើយសំឡេងស្រែកហ៊ោក៏លាន់រំពងពេញទីលានប្រកួតក្រុមជ្រូកព្រៃទទួលស្គាល់សមត្ថភាពរបស់ចំបៃនិងអបអរសាទរចំពោះជ័យជំនះនេះជ្រូកព្រៃទាំង4បានយកពានដ៏អស្ចារ្យនេះទៅជូនលោកគ្រូរមាសមុនគេបង្អស់ពេលនោះគ្រប់គ្នាបានកោតសរសើរចំបៃយ៉ាងខ្លាំងចំបៃពិតជាចំណែកមួយដ៏សំខាន់ក្នុងការទទួលបានជ័យជំនះនេះចំបៃនិងក្រុមជ្រូកព្រៃបាននាំកិត្តិយសឲ្យភូមិរបស់ពួកគេក្រោយមកសត្វដទៃទៀតនៅក្នុងភូមិបាននាំគ្នាលេងសីដក់យ៉ាងផុលផុស